So đây là nhé, sau cùng mà căn video tạo tông từ năng business branding hay năng marketing. Hai video episode tí trong ngày này cứ dư năng gì tạo tông từ năng topic đặc biệt vừa hút sầm nạp business branding đã bắt quá từ đó brand. Ok, chân hút sầm nạp personal branding hay năng business branding cứ việc khó khăn nhiều. Vừa tha hút sầm nạp personal branding cứ dư ai vừa rồi có bằng cách bán trang tầm rùng. Tai sầm nạp business branding vĩnh cứ dư ai thử bán chọn tê vừa tha kết vô rồi việc bộc côn mà nè năng kết vô rồi bỏสถาบันดูก็ business ได้มีบุคลากรดูก็มนุษย์จ้างเนี่ยคือวิเคราะห์เนี่ยบ่ประชันบ่าวยังประกาศฮุกเขาคือยังคอตายเต้แต่ประชันบ่าวสำหรับ business วิ่งบ่ยังประกาศฮุกได้ปราบเปียอักรอมสลัดทอจานคือวิปักปัวต่อดอบุคลากรดูก็บุคคลในขนมสถาบันดูก็ในขนม business ต่างมูแต่มาดองจังในขนมการบังคับฮุกสำหรับ business อย่างนอกเนี่ยเจอแต่ประหยัดจานให้ปราบเปียได้มีกรอมสลัดทอดដើម្បីแจกตีน audience เอาโจมมือวิดีโอរបស់អ្នកទាំងអស់គ្នាโอเคអញ្ចឹងពួកយើងនឹង break down ពីវិធីសាស្ត្រផ្សេងៗក្នុងការបង្កើត hook ឲ្យបានល្អហើយចំណុចទី1ពួកយើងនឹងនិយាយអំពីសជីវធម៌នៃការបង្កើត hook អូខេក្នុងនាមយើងជា content creator សម្រាប់ business branding រឿងសុជីវធម៌ហ្នឹងគឺសំខាន់បំផុតព្រោះថាយើងធ្វើការនៅក្នុងស្ថាប័នក្រុមហ៊ុនយើងមិនមែនធ្វើការឯកជនទេបើសិនជាអ្នកគ្នាធ្វើការដោយខ្លួនឯងការប្រើហុកអ្នកគ្នាអាចប្រើមិនក៏បានដែរព្រោះថានៅពេលដែលអ្នកគ្នាខុសតែឯងទេក៏ប៉ុន្តែអ្នកកថានៅបើសិនជាអ្នកគ្នាជាអ្នកបង្កើតមាតិកានៅក្នុងស្ថាប័នក្រុមហ៊ុនឬក៏អាជីវកម្មណាមួយនៅពេលដែលយើងប្រើហុកដែលលើសក្រមសីលធម៌នៅពេលដែលយើងខុសយើងអាចនឹងអូសទាញក្រុមហ៊ុនឬក៏អាជីវកម្មទាំងមូលនឹងខុសជាមួយយើងព្រោះអ្នកគ្នាត្រូវគិតថានៅក្នុងក្រុមហ៊ុននីមួយៗនៅក្នុងអាជីវកម្មនីមួយៗគឺមានបុគ្គលិកមានអ្នកធ្វើការច្រើនខ្លាំងមែនទែនអញ្ចឹងនៅពេលដែលយើងខុសហើយគឺយើងនឹងអាចនាំពួកគាត់មកខុសជាមួយយើងអញ្ចឹងរឿងដែលអ្នកត្រូវទាំងអស់គ្នាត្រូវគិតជាចម្បងហ្មងគឺក្រមសីលធម៌សុជីវធម៌នៅពេលដែលអ្នកគ្នាចូលទៅធ្វើជាអ្នកបង្កើតមាតិកានៅក្នុង business branding អូខេចូលដល់ចំណុចទី2គឺយើងនឹងនិយាយតាក់ទងទៅនឹងពីរបៀបប្រើប្រាស់ទឹកមុខនៅក្នុងការបង្កើត hookអូខេក្រៅពីពាក្យពេចន៍ដែលយើងនិយាយនៅក្នុងវីដេអូដែលយើងអាចឲ្យ audience ដឹងទឹកមុខក៏សំខាន់ដែរព្រោះទឹកមុខវាដូចជាការនាំសារមួយទៅកាន់ audience អញ្ចឹងព្រោះឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងហ្មងទៅឧទាហរណ៍ថាបើសិនជាខ្ញុំថតវីដេអូបែបសប្បាយហើយខ្ញុំទៅធ្វើទឹកមុខបែបកំសត់តែអានឹងវាជាសារសប្បាយទៅប្រាប់អ្នកគ្នាអត់ហើយវីដេអូហ្នឹងអាចធ្វើឲ្យគេចាប់អារម្មណ៍អត់ប្រកាសជាអត់ហើយអញ្ចឹងឧទាហរណ៍មួយទៀតបើសិនជាខ្ញុំថតវីដេអូបែបកំសត់ហើយចូលមកដល់ខ្ញុំធ្វើទឹកមុខបែបសប្បាយវិញឃើញអត់ទឹកមុខរបស់យើងគឺពណ៌នាំសារមួយដែលធ្វើឲ្យគេដឹងថាវីដេអូហ្នឹងអត់សប្បាយផងហ្នឹងខ្ញុំចូលប្រាប់គេថាសប្បាយធ្វើអីអញ្ចឹងអ្នកនេះត្រូវចាំថាមិនត្រឹមតែពាក្យពេចន៍នៅក្នុងវីដេអូទេទឹកមុខក៏សំខាន់ដែរព្រោះតែពេលដែលយើងលេងទឹកមុខត្រូវជាមួយនឹងវីដេអូរបស់យើងសន្ទុះនៃការចាប់អារម្មណ៍ពី audience ក៏កាន់តែខ្លាំងដូចគ្នាអូខេអញ្ចឹងចូលដល់ចំណុចទី3គឺយើងនឹងនិយាយអំពីរបៀបប្រើប្រាស់សំណួរដើម្បីធ្វើឲ្យគេឆ្ងល់នៅក្នុងការបង្កើត hook វិញម្ដងចឹងក្នុងនាមយើងជាអ្នកបង្កើតមាតិកានៅក្នុង business branding ខុសពីអ្នកបង្កើតមាតិកាប្រម៉ូទផលិតផលនៅលើ TikTok មួយចំនួនអ្នកត្រូវដឹងថាអ្នកទាំងគ្នាមិនអាចទៅធ្វើជាឆ្លោះគ្នាដើម្បីចាប់យក view ចាប់យក attention ហើយប្រម៉ូទផលិតផលនោះទេអ្នកនេះត្រូវតែចេះប្រើសំណួរពាក្យពេចន៍ណាធ្ងន់ធ្ងរដែលធ្វើឲ្យគេឆ្ងល់ហើយគេអាចមកមើលវីដេអូរបស់យើងដល់ចប់ហើយជាវិញមែនតើការធ្វើជាឆ្លោះគ្នាហ្នឹងព្រោះខ្ញុំអត់ recommend ទេសម្រាប់នៅក្នុង business branding ព្រោះថាធ្វើជាឆ្លោះគ្នាអ្នកនរគ្នាដូចនាំឲ្យគេស្អប់ក្រុមហ៊ុនទាំងមូលអញ្ចឹងអ្នកនរគ្នាជៀសវាងដាច់ខាតហ្មងការធ្វើជាឆ្លោះគ្នាហើយព្យាយាមរកពាក្យពេចន៍ឬសំណួរណាឬក៏ទឹកមុខណាដែលធ្វើអាចឲ្យគេឆ្ងល់បាននៅក្នុងការធ្វើវីដេអូមួយហ្នឹងអូខេអញ្ចឹងសំណួរនៅក្នុងការបង្កើត hook ឲ្យបានល្អអ្នកនេះត្រូវតែប្រើពាក្យសាមញ្ញហើយផ្ដោតទៅលើ audience របស់អ្នកនរគ្នាអញ្ចឹងប្រសិនបើអ្នកនរគ្នាបង្កើត hook ដែលអត់តាក់ទងនឹងអ្វីដែល audience របស់អ្នកនរគ្នាចង់ដឹងឬក៏ត្រូវការអញ្ចឹងវីដេអូមួយហ្នឹងក៏អត់បានល្អដែរហើយចូលដល់ចំណុចបន្ទាប់គឺយើងនឹងនិយាយតាក់ទងទៅនឹងការរៀបចំប្លង់ថតវិញម្ដងអូខេការរៀបចំប្លង់ថតក៏សំខាន់ដែរអ្នកនរគ្នាលេងទឹកមុខត្រូវហើយអ្នកនរគ្នាពីពេចរបស់អ្នកគ្នានិយាយទៅល្អហើយក៏ប៉ុន្តែបើសិនអ្នកគ្នាជ្រើសរើសប្លង់នៃការថតខុសអ្នកនរគ្នាអាចនឹងបាត់បង់ភាពតាក់ទាញនៅក្នុងវីដេអូមួយហ្នឹងអញ្ចឹងព្យាយាមប្រើប្លង់ណាដែលស៊ីជាមួយនឹងមាតិការបស់យើងហើយយកប្លង់ហ្នឹងមកដាក់នៅក្បាលដំបូងជាហុកវិញព្រោះនៅពេលដែលប្លង់ស្អាតខ្ញុំជឿថា audience ប្រកាសជាតាក់ទាញហើយធម្មតាអ្នកគេចង់មើលអីដែលស្អាតដែរចឹងអ្នកនេះដាក់ប្លង់ដែលស្អាតនៅមុខមកបើដាក់នៅក្រោយក៏វាមានន័យដែរព្រោះបើគេអត់មើលអាក្បាលវីដេអូដំបូងឲ្យចប់ទេគេក៏អត់មើលដល់ក្រោយដែរ
ចឹងចូលដល់ចំណុចចុងក្រោយបន្តទៀតគឺយើងនឹង reaction video ដែលយើងបានបង្កើតហើយនឹងបកស្រាយពីហុកនៅក្នុងវីដេអូមួយហ្នឹង តើអ្នកចង់រកសេបានចិនប៉ុន្តែអត់មានលុយជាហត់តែប្រទេសចិនមែនអត់ឥឡូវសាកមកស្គាល់ website ទាំង4នេះមើលអូខេមុននឹងខ្ញុំនិយាយហុកនៅវីដេអូមួយហ្នឹងចំពោះវីដេអូមួយហ្នឹងយើងធ្វើហ្នឹងគឺយើងបានរហូតដល់2.9k like ហើយ comment វិញគឺបានចិត្តរហូតដល់500 comment ចំណែកការ share វិញគឺរហូតដល់ 1.1k share ហើយមូលហេតុដែលយើងធ្វើបានដល់ប៉ុណ្ណឹងដោយសារតែទី1យើងដោយសារតែយើងអាចបង្កើតហុកមួយដែលតាក់ទាញទី1ទឹកមុខរបស់ខ្ញុំប្រៀបដូចជាការបញ្ជាក់ទឹកមុខរបស់ខ្ញុំបញ្ជាក់ពីភាពសប្បាយរីករាយដែលខ្ញុំអាចពំនាំចំណេះដឹងថ្មីទៅកាន់ audience របស់ខ្ញុំអញ្ចឹងឯងធ្វើឲ្យគេចាប់អារម្មណ៍មកមើលវីដេអូមួយនឹងដូចគ្នាហើយទី2ការនិយាយរបស់ខ្ញុំពីពេចដែលខ្ញុំនិយាយហ្នឹងគឺខ្ញុំអាចធ្វើឲ្យគេព្រោះថាខ្ញុំនិយាយហ្នឹងគឺជាចំណុចមួយដែលគេចង់ដឹងហើយគេកំពុងតែឆ្ងល់ចាអាទាំងអស់ហ្នឹងហើយគឺជាចំណុចដែលតាក់ទាញគឺជាហុកមួយដែលអ្នកទាំងអស់គ្នាគួរប្រើព្រោះថាវាជាចំណុចដែលតាក់ទាញដែលអាចអូសទាញអ្នកមើលឲ្យពួកគាត់ឈប់ scroll ហើយពួកគាត់មកមើលវីដេអូយើងដល់ចប់តែម្ដងហើយនៅក្នុងវីដេអូហ្នឹងយើងក៏បានដាក់អក្សរឬក៏រូបភាពផ្សេងៗដើម្បីតាក់ទាញ audience ដូចគ្នាហើយអក្សរហ្នឹងគឺបង្ហាញអំពីអ្វីដែលពួកគាត់ចង់ដឹងតែម្ដងអញ្ចឹងគ្រាន់តែគាត់អូសកាត់ហើយឃើញអក្សរហ្នឹងភ្លាមគាត់យល់ថាវីដេអូហ្នឹងចង់និយាយអីបាត់ទៅហើយវីដេអូមានតែប៉ុណ្្នឹងទេបើសិនបើអ្នកនេះមានចម្ងល់ complete comment នៅខាងក្រោមហើយបើអ្នកចូលចិត្ត complete ជួយ like ឬក៏ share វីដេអូមួយហ្នឹងផងហើយយើងជួបគ្នានៅវីដេអូបន្តទៀតនៅក្នុង episode ទី6